បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានដំណឹងល្អពិសេសក្នុងការណែនាំអំពីការប្រើប្រាស់ជីសរីរាង្គទៅលើដំណាំម្រេចព្រោះការប្រើប្រាស់ជីសរីរាង្គមិនមែនយើងចេះតែនឹកឃើញហើយយកទៅដាក់ទេគឺប្រើប្រាស់ទៅតាមដំណាក់កាលរបស់ជីសរីរាង្គហើយសួរថាជីសរីរាង្គនេះនៅពេលដែលយើងប្រើត្រូវការប្រើគីមីអត់តាមពិតរាល់រុក្ខជាតិទាំងអស់យើងប្រើមានដំណាក់កាលនៃការប្រើហើយក៏ត្រូវប្រើគីមីដែរប៉ុន្តែគីមីនឹងគឺតិចបំផុតដែលគេត្រូវប្រើមិនមែនយើងប្រើតែគីមីទាំងស្រុងទេអញ្ចឹងឧទាហរណ៍ថាកសិកម្មមួយដែលតម្រូវឲ្យយើងប្រើគីមីនឹងឧទាហរណ៍ថា1ហិកតាគេប្រើ300គីឡូអញ្ចឹងជីសរីរាង្គត្រូវមានប្រមាណគីឡូហើយគីមីមានប្រមាណគីឡូបានន័យថាគីមីគឺតិចបំផុតត្រឹមតែ10ទៅ20%ទេសល់ប្រមាណគឺជីសរីរាង្គទាំងអស់ប៉ុន្តែនៅក្នុងពេលនេះខ្ញុំសូមណែនាំអំពីការប្រើប្រាស់ជីសរីរាង្គទៅលើដំណាំម្រេចអញ្ចឹងការប្រើប្រាស់ជីសរីរាង្គទៅលើដំណាំម្រេចគឺមាន3ដំណាក់កាលដំណាក់កាលទី1យើងប្រើពីចាប់ពីពេលដាំរហូតដល់អាយុ1ឆ្នាំគឺយើងត្រូវប្រើជីពី2ទៅ3គីឡូក្នុងមួយដើមឬក៏ហៅថាក្នុងមួយជន្លង់ហើយ2ទៅ3គីឡូនេះយើងត្រូវដាក់ជារៀងរាល់3ទៅ4ខែម្ដងនៅពេលដែលបងប្អូនយកទៅដាក់គឺមិនអាចនឹងដាក់ទៅនឹងគល់ម្រេចបានទេគឺត្រូវឃ្លាតឆ្ងាយពីគល់នឹង3ទៅ50សង់ទីម៉ែត្រឬក៏ថា30ទៅសង់ទីម៉ែត្រពីដើមម្រេចហ្នឹងបាទពី30ទៅ50សង់ទីម៉ែត្រពីដើមម្រេចហើយលាយជាមួយនឹងដីបានថារាចជាមួយនឹងដីហើយនឹងស្រោចទឹកឲ្យសើមទៅច្បល់ចូលគ្នាធ្វើម៉េចឲ្យឆ្ងាយពីគល់ម្រេចហ្នឹង30ទៅ50សង់ទីម៉ែត្រនេះដំណាក់កាលទី1ដំណាក់កាលទី2ពីចន្លោះ1ឆ្នាំដល់3ឆ្នាំទៅប្រើ4ទៅ6គីឡូក្នុងមួយដើមយើងត្រូវអនុវត្តការដាក់ជីនេះ2ទៅ3ដងក្នុងមួយឆ្នាំហើយក្នុងការដាក់ខុសពីដំណាក់កាលទី1យើងត្រូវដាក់ពី50ទៅ70សង់ទីម៉ែត្រពីដើមម្រេចហ្នឹងនេះជាដំណាក់កាលទី2ដំណាក់កាលទី3យើងត្រូវប្រើ6ទៅដល់10គីឡូក្នុងមួយជន្លង់ឬក្នុងមួយដើមពីព្រោះម្រេចកាលណាដែលចាស់ទៅយើងត្រូវប្រើជីរៀងច្រើនបន្តិចគឺយើងត្រូវដាក់6ទៅដល់10គីឡូយើងត្រូវដាក់2ទៅ3ដងក្នុងមួយឆ្នាំបានន័យថាមួយឆ្នាំយើងអាចដាក់2ដងក៏បានដាក់3ដងក៏បានប៉ុន្តែការដាក់នេះខុសពីដំណាក់កាលទី1និងទី2ទៀតគឺយើងដាក់នៅជុំវិញជន្លង់ហ្នឹងពីចន្លោះ70ទៅ100សង់ទីម៉ែត្រពី70ទៅ100សង់ទីម៉ែត្រពីដើមយើងដាក់ជីនៅជុំវិញហ្នឹងច្បល់ជាមួយនឹងដីហ្នឹងទៅហើយស្រោចទឹកលើដើម្បីឲ្យវាជ្រាបចុះទៅក្រោមហើយការប្រើប្រាស់ជីនេះសូមបងប្អូនប្រើប្រាស់មុនរដូវវស្សាឬក៏ក្រោយប្រមូលផលរួចគឺមានពេលវេលានឹងប្រើប្រាស់មុននឹងភ្លៀងធ្លាក់មកដល់យើងប្រើប្រាស់ហើយទៅហើយឬក៏ប្រមូលផលហើយយើងប្រើប្រាស់ម្ដងទៀតទៅហើយការដាក់ជីទៅលើកុំដាក់នៅចិត្តដើមពេកទៅខ្ញុំប្រាប់ពីលើអញ្ចឹងគេអត់ដែរយកជីយកទៅដាក់ជាមួយនឹងគល់នៃម្រេចហ្មងទេគឺដាក់ឲ្យឃ្លាតឆ្ងាយពីដំណាក់កាលទី1ត្រូវឃ្លាតឆ្ងាយពី30ទៅ50សង់ទីម៉ែត្រដំណាក់កាលទី2ត្រូវឃ្លាតទៅឆ្ងាយពី50ទៅ70សង់ទីម៉ែត្រហើយដំណាក់កាលទី3ត្រូវឃ្លាតពី70ទៅ100សង់ទីម៉ែត្រអញ្ចឹងមានដំណាក់កាលនៃការដាក់ហើយជីនេះសូមបងប្អូនព្យាយាមប្រើប្រាស់ជីសរីរាង្គកុំប្រើប្រាស់ជីគីមីព្រោះជីសរីរាង្គ